ច្បាប់ទីក្រុងភ្នំពេញណាចាដែលអាងអីអាងចាប់អាងចងប្រជាពលរដ្ឋខ្មែរឯងហើយអញ្ចឹងហើយនៅក្នុងឱកាស COVID-19 នេះទៀតអញ្ចឹងបានហ៊ុនសែនថាចេះអីចង់ពេលដែលគាត់ចង់បង្កើតច្បាប់ប្រកាសប្រទេសក្នុងគ្រាអាសន្នហ្នឹងណាពួកប្រឆាំងនឹងជេរគាត់ថាអញ្ចេះថាអញ្ចោះហេតុអីណាហ៊ុនសែនណាបានជាគេមានប្រតិកម្មមកពីព្រោះគេដឹងគំនិតហ៊ុនសែនឯងអស់ហើយចាំហ៊ុនសែនឯងចេញទៅច្រកណាក៏គេដឹងដែរណាអាច្បាប់ស្រុកគេប្រកាសប្រទេសក្នុងគ្រាអាសន្នប៉ុន្តែគេធ្វើទៅតាមស្រាប់ច្បាប់របស់គេមិនច្បាប់ដីហ៊ុនសែនឯងទេណាបកកើតច្បាប់củaហ៊ុនសែនអង្គុយលើច្បាប់củaហ៊ុនសែនចោលcủaហ៊ុនសែនចាឥឡូវនេះបងប្អូនឃើញហើយខ្ញុំចង់និយាយនៅក្នុងថ្ងៃនេះចាគឺដោយសារឃើញព័ត៌មានក្តៅកគុកដែលចានេះព័ត៌មាននេះបងប្អូនណាដែលត្រូវគេចាប់ចងអ្នកកសែតម្នាក់ចាអ្នកកសែតម្នាក់របស់ក្នុងសង្គមបណ្ដាញ Facebook ហ្នឹងណាចាគឺលោកសវណ្ណរិទ្ធីចាលោកសវណ្ណរិទ្ធីអញ្ចឹងខ្ញុំចូលទៅមើលឲ្យបងប្អូនមើលហើយបងប្អូនប្រហែលជាដឹងហើយចាបានឃើញព័ត៌មានហ្នឹងហើយខ្ញុំគិតថាអញ្ចឹងហើយអសូរថាសវណ្ណរិទ្ធីហ្នឹងខ្ញុំសួរថាអញ្ចេះចង់សួរទៅអស់លោកបងសមត្ថកិច្ចហ្នឹងណាចាថាសវណ្ណរិទ្ធីហ្នឹងគាត់ធ្វើអីខុសបានចាក់គាត់នេះចាជម្រាបសួរបងต็มលបចាចាបងប្អូនឃើញហើយចាមូលហេតុអីដែលគេចាប់សវណ្ណរិទ្ធីហ្នឹងណាចាមូលហេតុដែលគេចាប់សវណ្ណរិទ្ធីហ្នឹងគឺដោយសារមូលហេតុចាបងប្អូនមុខទៅស្គាល់ហើយថាសវណ្ណរិទ្ធីជាអ្នកណាចាគាត់គឺជាមនុស្សនៅក្នុងបណ្ដាញសង្គមអ្នកយកព័ត៌មាននៅក្នុងសង្គមបណ្ដាញស្រុកខ្មែរហ្នឹងចាហើយក៏គាត់មិនមែនខាងគណៈបកប្រឆាំងអីដែរហើយខ្ញុំមិនមែនចេញមកនេះនិយាយដើម្បីឲ្យគណៈបកប្រឆាំងទេប៉ុន្តែគ្រាន់ថាជាតំណាងឲ្យជនរួមជាតិឈាមខ្មែរដូចគ្នាចាដោយឃើញអំពើអយុត្តិធម៌សវណ្ណរិទ្ធីនេះមិនដែលការពារខ្ញុំមិនដែលកាន់ជើងខ្ញុំហើយក៏មិនមែននៅក្នុងគណៈបកប្រឆាំងរបស់ខ្ញុំដែរណាចាប៉ុន្តែគ្រាន់ថាសវណ្ណរិទ្ធីនេះគឺជាប្រជាពលរដ្ឋខ្មែរដែលមានឈាមជ័រជាខ្មែរដែរហើយក៏គាត់ធ្វើការបម្រើសង្គមដែរហើយគាត់មានដូចថាវិជាជីវៈជាអ្នកកសែតជាអ្នកយកព័ត៌មានមិនដឹងថាគាត់រៀនដល់ណាខ្ញុំមិនដឹងទេណាប៉ុន្តែគ្រាន់ថាចង់ប្រាប់ថាឃើញពីเพจរបស់គាត់ចាគឺគាត់មានឈ្មោះរបស់សម្លេងដែរនៅក្នុងបណ្ដាញសង្គមហើយបងប្អូនក៏បានស្គាល់គាត់ច្រើនដែរចាប៉ុន្តែពេលខ្លះបងប្អូនដឹងស្រាប់ហើយនៅក្នុងសង្គមអញ្ចឹងណាគឺសង្គមដេរឆានសង្គមខ្លាសង្គមកពើអញ្ចឹងទោះបីជាយើងមនុស្សដែលមានវិជ្ជាជីវៈបងប្អូនធ្វើអីក៏ដោយចាគឺពិបាកណាស់នៅក្នុងការក្បត់នឹងឆន្ទៈខ្លួនឯងលើកលែងតែមនុស្សហ្នឹងចេះអីក៏ដោយតែវាចេះមកដោយខ្វះវិជ្ជាជីវៈចាចេះមកដោយដូចថាយើងខ្វះការមនុស្សតែយើងទៅរៀនទៅសូត្រមានចំណេះដឹងមានឆន្ទៈគឺយើងពិបាកធ្វើការនឹងក្បត់ឧត្តមគតិខ្លួនឯងណាដូច្នេះហើយអ្នកសារព័ត៌មានក៏ដូចគ្នាដែរអ្នកសារព័ត៌មានណាពេលដែលមានវិជ្ជាជីវៈកាន់តែច្បាស់គឺពិបាកក្នុងការដែលផ្សព្វផ្សាយព័ត៌មានលាក់បាំងណាចាលាក់បាំងហើយគឺថាបើយើងជាអ្នកសារព័ត៌មានពិតប្រាកដចង់តែshare ចង់តែចែករំលែកព័ត៌មានណាដែលច្បាស់ហើយពិតហើយជាព័ត៌មានក្តៅដែលសង្គមកំពុងតែលាក់រាល់ថ្ងៃនេះអញ្ចឹងអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនៅក្នុងស្រុកខ្មែរហ្នឹងណាត្រង់ចំណុចហ្នឹងហើយដែលគេចង់បញ្ជាក់ថានៅក្នុងស្រុកខ្មែរហ្នឹងវាអត់មានសេរីភាពចាអត់មានសេរីភាពអត់មានតម្លាភាពទេនៅក្នុងស្រុកខ្មែរហ្នឹងចាសេរីភាពក្នុងការចែករំលែកព័ត៌មានហ្នឹងគឺអត់មានទេអត់មានឯករាជ្យណាខ្ញុំសូមជម្រាបអញ្ចឹងដូចកាលមកចំនួនមុនចានៅពេលដែលគេប្រតិកម្មរឿងដី40ហិកតាសួរថាពួកនៅក្នុងស្រុកខ្មែរដែលមានណាហ៊ាននិយាយរឿងដី40ហិកតាចាអញ្ចឹងមានតែពួកអ្នកនៅខាងក្រៅស្រុកទេដែលអាចស្រែកបានដែលអាចជេរបានដែលអាចប្រមាថបានណាដូច្នេះហើយទើបគេនៅក្នុងក្រៅស្រុកហ្នឹង
គេនិយាយផងចាគេមានការអត់ធ្មត់គេព្យាយាមបញ្យលហ៊ុនសែនចាពន្យល់ល្អទៅក៏មានចាពន្យល់ពីអសរោះក៏មានចាប្រមាថក៏មានដែរចង់ដឹងថាហ៊ុនសែនវាអាចច្រាស់យកផ្លូវណាមួយបានវាអាចលេបទទួលយកផ្លូវណាមួយបានចាពីព្រោះហ៊ុនសែនមនុស្សថ្មិលមនុស្សដេរឆានមនុស្សដែលចេះតែប្រើអំពើហិង្សាដូច្នេះហើយពេលខ្លះគេប្រើពីអសរោះទៅក្រែងលោកហ៊ុនសែនវាជ្រួតជ្រាបនៅក្នុងលលាក្បាលចាអញ្ចឹងត្រង់ចំណុចហ្នឹងហើយបងប្អូនបានដឹងហើយចានៅក្នុងស្រុកខ្មែរគឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពក្នុងការនិយាយការពិតគឺអត់បានហ្មងឲ្យតែនិយាយចំចំណុចក្តៅរបស់ហ៊ុនសែនអញ្ចឹងនៅក្នុងកលៈទេសៈនេះសវណ្ណរដ្ឋីហ្នឹងណាចាគ្រឿងដី40ហិកតាអត់តនិយាយក្នុងកលៈទេសៈហ្នឹងឯងការដែលរឿងដី40ហិកតាពួកយើងនាំគ្នាប្រតិកម្មគ្រប់គ្នាអ្នកស្រុកខ្មែរមួយចំនួនក្រាបស្ងាត់ដូចចៅលួចសេះយើងអត់មានអ្នកណាហ៊ាននិយាយទេអញ្ចឹងពួកប្រជាពលរដ្ឋហ្នឹងឯងចង់ឲ្យសវណ្ណរដ្ឋីហ្នឹងនិយាយពីប្រូផេករបស់សវណ្ណរដ្ឋីហ្នឹងក៏ជាផេកមួយដ៏ល្បីដែរប៉ុន្តែសវណ្ណរដ្ឋីគាត់ថាអញ្ចេះបើគាត់និយាយទៅពេលគាត់ជាប់គុកអ្នកណាទទួលខុសត្រូវប្រពន្ធកូនគាត់ណាអញ្ចឹងត្រង់ចំណុចមួយនេះហើយដែលសបញ្ជាក់ឲ្យឃើញថានៅក្នុងរបបហ៊ុនសែនបានគៀបសង្កត់ឆន្ទៈរបស់អ្នកកាសែតរបស់អ្នកផ្ដល់ព័ត៌មានបាត់ទៅហើយចាបានគៀបសង្កត់ឆន្ទៈរបស់ប្រជាពលរដ្ឋបាត់ទៅហើយណាអញ្ចឹងហើយអានឹងហើយគឺជាអធិបតេយ្យភាពរបស់ហ៊ុនសែនអធិបតេយ្យភាពសន្តិភាពมันមានទេសម្រាប់ប្រជាពលរដ្ឋខ្មែរវាមានសម្រាប់តែត្រកូលហ៊ុននិងបពពួកពុកអលួយរបស់វាតែប៉ុណ្ណឹងត្រង់ហ្នឹងហើយដែលគេនិយាយរាល់ថ្ងៃហ្នឹងគឺអញ្ចឹងណានិយាយហ្នឹងណាគឺនិយាយសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលអត់ទាន់ដឹងថាហ៊ុនសែននឹងជាអ្វីចាពេលដែលហ៊ុនសែននិយាយថាខ្ញុំមិនយកអធិបតេយ្យភាពទៅដោះដូរជាមួយនឹងអំណោយរបស់អ្នកឯងទេអំណោយរបស់អ្នកឯងមិនអាចមកបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបានទេបងប្អូនស្ដាប់ទៅព្រោះណាប្រជាពលរដ្ឋខ្មែរស្ដាប់ទៅព្រោះណាប៉ុន្តែអធិបតេយ្យភាពរបស់កម្ពុជាមិនមែនសម្រាប់បងប្អូនប្រជាពលរដ្ឋទេមិនមែនសម្រាប់ប្រទេសកម្ពុជាទេគឺគេយកប្រជាពលរដ្ឋហើយនឹងប្រទេសកម្ពុជាជាឈ្នន់ណាអធិបតេយ្យភាពរបស់ហ៊ុនសែនដែលកំពុងការពាររាល់ថ្ងៃហ្នឹងគឺដើម្បីអំណាចរបស់ហ៊ុនសែនតែប៉ុណ្ណោះបងប្អូនស្ដាប់ហ៊ុនសែននិយាយព្រោះណាគេថាបើសិន EBA ដាច់ហ៊ុនសែននេះនឹងត្រៀមស៊ីស្មៅជាមួយនឹងប្រជាពលរដ្ឋខំស្មៅជាមួយនឹងប្រជាពលរដ្ឋខ្មែរណាប៉ុន្តែនៅពេលដែល EBA ដាច់ណាគេផ្ដាច់ EBA ចៃដន្យភាពអកុសលគឺ COVID-19 បានចូលមកដល់បងប្អូនដឹងថាមូលហេតុអីហ៎ដែលសវណ្ណរដ្ឋីនឹងជាប់ត្រូវគេចាប់ខ្លួនគឺប្រជាពលរដ្ឋខ្មែររាល់ថ្ងៃនេះកំពុងតែជួបនៅសោកនាដកម្មនៃការខ្វះខាតនៅផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរអាហ្នឹងឯងចាសេដ្ឋកិច្ចខ្មែរធ្លាក់ចុះហ่ะបើអត់ COVID-19 ហ្នឹងណាក៏ធ្លាក់ចុះដោយសារ EBA ដែរប៉ុន្តែសំណាងឯងដោយសារអា COVID នេះមានកើតឡើងនៅលើសកលលោកធ្វើឲ្យហ៊ុនសែននឹងរើរួចពីការចោទប្រកាន់ចារបស់ខាងពួកយើងជាគណៈបកប្រឆាំងនឹងខាងក្រៅស្រុកនេះគឺហ៊ុនសែនបានដោះដៃរួចត្រង់ហ្នឹងចាគេថាសេដ្ឋកិច្ចធ្លាក់ចុះមិនមែនមកពីអត់ EBA ណាចាសេដ្ឋកិច្ចធ្លាក់ចុះគឺមកពីអា COVID អញ្ចឹងអាកំហុសហ្នឹងឯងគឺរួចខ្លួនអា31ឯងទៅធ្លាក់លើអា COVID វិញប៉ុន្តែភាពពិតអា COVID ថាអា31ហ្នឹងគឺមនុស្សតែមួយឯងមានកំហុសជាមួយកម្ពុជាតែមួយឯងបងប្អូនណាខ្ញុំសូមជម្រាបបងប្អូនអញ្ចឹងណាអញ្ចឹងពេលដែលក្នុងកលៈទេសៈនេះប្រជាពលរដ្ឋក្រីក្រណាអត់មានលុយអត់មានថវិកាអត់មានអីហូបអីពីព្រោះអីចាដូចបងប្អូននឹងស្រាប់ហើយមនុស្សខ្លាចអត់ហ៊ានដើរលេងអត់ហ៊ានទៅផ្សារអត់ហ៊ានចាយអត់ហ៊ានជិះម៉ូតូអីឆ្វេងឆ្វាយអញ្ចឹងអ្នករត់ម៉ូតូដប់អ្នកលក់អ្នកដូរទាំងអស់គឺត្រូវតែស្ងាត់ចាគឺត្រូវតែអត់ការងារធ្វើដូច្នេះហើយចាពេលដែលហ៊ុនសែននិយាយក្អេងក្អាងថាបើអត់ EBA ហ៊ុនសែននឹងត្រៀមលុយប្រមាណមាសប្រមាណតោនចាលុយប្រមាណលានដុល្លារចាលុយប្រមាណលានមាសប្រមាណតោនសម្រាប់ប្រជាពលរដ្ឋដែលអត់បាយនៅពេលដែលអត់ EBA ឥឡូវនេះហេតុអីនៅពេលដែលអ្នករត់ម៉ូតូដប់ស្រែកថាអត់បាយហ៊ុនសែនថាឲ្យលក់ម៉ូតូចាយឲ្យលក់ម៉ូតូទិញអង្គស៊ីសិនណា
ណែបើហ៊ុនសែនឯងនិយាយថាអ្នកខ្លះមានផ្ទះ4 5ល្វែងមានឡានដូចស៊ីជីហ៎មកលូប្រាប់ថាអត់លុយបងធនាគារហ៊ុនសែនអាចប្រើពាក្យថាលក់ឡាននឹងយកលុយបងធនាគារសិនទៅឬក៏លក់ផ្ទះនឹងមួយខ្នងពីមួយល្វែង2ល្វែងយកលុយបងធនាគារឲ្យទិញបាយស៊ីសិនបានប៉ុន្តែបើហ៊ុនសែនឯងប្រើពាក្យនេះសម្រាប់អ្នករត់ម៉ូតូដប់ថោកទាបពីព្រោះហ៊ុនសែនឯងមានដឹងឯថាម៉ូតូមួយដែលគាត់រត់ម៉ូតូដប់នេះអ្នករត់ម៉ូតូដប់បងប្អូនណាអ្នកខ្លះទៅចងការគេផងដើម្បីបានទិញម៉ូតូចាម៉ូតូធុនម៉ូតូអាសង្ការ៉េឬក៏អីអញ្ចឹងឯងលក់បាន100បងប្អូនហើយតែទិញកប្រមាណស៊ីបានប្រមាណថ្ងៃហ៎ហ៊ុនសែនណាខ្ញុំសួរហ៊ុនសែនឯងចេះណាហើយកុំភ្លេចណាថាម៉ូតូមួយហ្នឹងគឺជាជីវិតរបស់គាត់ចុះបើគាត់លក់ម៉ូតូនឹងហើយគាត់បានអីគាត់ទិញកស៊ីបានប្រមាណថ្ងៃហើយគាត់អស់អាលីងហើយគាត់បានអីទៀតណាចឹងបានថាដំណោះស្រាយរបស់រដ្ឋាភិបាលគឺខើចណាស់ខួអន់អានឹងហើយសម្ដីដែលអះអាងថាហ៊ុនសែនឯងមានលុយចិញ្ចឹមប្រជាពលរដ្ឋទូបីអត់អា EBA ហ្នឹងក៏មិនស្លាប់ដែរណាក៏មិនស្លាប់ដែរណាហើយលុយជំនួយគេអាកូវីដកូអីហ្នឹងខ្ញុំឃើញណាថ្លែងសន្ទរកថាក្តែងសម្រាប់ប្រជាពលរដ្ឋបរទេសដែលគាត់មកមានជំងឺនៅស្រុកយើងត្រូវតែរៀបចំមន្ទីរពេទ្យឲ្យមានកន្លែងស្នាក់នៅឲ្យគាត់ស្រួលបួលហើយជនបរទេសខ្លះគាត់អត់ចេះហូបអាហារខ្មែរទេត្រូវត្រៀមអាហារបរទេសឲ្យគាត់ដូចមកអាគេបាញ់ណាខ្ញុំចង់តែអញ្ចឹងស្ដាប់លឺចង់តែអញ្ចឹងដូចមកអាគេបាញ់ចាអាណានិយាយថាខ្ញុំជេរប្រើពាក្យអសុរឲ្យប្រើទៅប៉ុន្តែជាមួយអាពីលនេះប្រើពាក្យព្រោះភាសាមិនបានទេហៅអាអីអាដំហៅអាសម្ដេចត្រូវគ្រឿងត្រូវគ្រាប់អីហៅមិនបានហ្មងពេលដែលហៅទៅវាចាក់ដោតណាឥឡូវខ្ញុំចង់និយាយអញ្ចឹងកណ្ដុំមកអាគេបាញ់ចុះបើជនជាតិចិនជនជាតិបរទេសសោះមិនក៏ហែងយកចិត្តទុកដាក់មិនចុះខ្មែរគ្នាអីមិនក៏អាគេបាញ់អីមិនចេះឈឺចាប់អញ្ចឹងណាពេលអត់អង្គស៊ីលក់ម៉ូតូទៅណាចេញមកសិនអញ្ចឹងប៉ុន្តែសម្រាប់ជនបរទេសវិញណាអូជនបរទេសណាជួយគាត់ទៅដើម្បីយើងបញ្ជាក់ពីយើងនឹងមានស្អីសប្បុរសធម៌ជាមួយមនុស្សជាតិអាចុយម្រាយអីចុកខ្មែរហ្នឹងមិនមែនមនុស្សទេខ្មែរហ្នឹងសត្វអីហ៎សួរអីចេះថាខ្មែរហ្នឹងសត្វអីនោះមកអាថោកទៀបណាសត្វតាហមហូបមកឲ្យគាត់ប្រសាឲ្យត្រឹមត្រូវអាចុយម្រាយខ្មែររកបាយស៊ីមិនបានផងទៅហមហូបឲ្យពួកគេជ្រះជ្រាំឲ្យត្រឹមត្រូវឲ្យសម្បើម៉េះណាហើយនិយាយមួយទៀតតាមការពិតណាចិនណាខ្ញុំមិនមែនស្រឡាញ់ចិនទេប៉ុន្តែគាត់ថាចិននេះបើសិនជាហ៊ុនសែនគាត់ថាក្នុងចិត្តខ្ញុំនិយាយថាក្នុងចិត្តខ្ញុំគាត់ដឹងថាមនុស្សចិនហ្នឹងយ៉ាងម៉េចទេជាប្រទេសកុម្មុយនីសជាអីចឹងប៉ុន្តែខ្ញុំស្អប់ចិនខ្លាំងបំផុតនៅពេលដែលហ៊ុនសែនហៅពាក្យថាមិត្តចិនពាក្យថាមិត្តចិនមួយម៉ាត់នេះគឺធ្វើឲ្យខ្ញុំខ្លាញ់ស្អប់ចិននៅក្នុងចិត្តខ្ញុំហ្មងណាស្អប់អាហ៊ុនសែនប្រើពាក្យហៅចិនថាមិត្តចិននឹងខ្លាញ់ឲ្យស្អប់ចង់ធាក់ក្បាលមួយជើងហ្មងណាចង់ឲ្យនៅចិត្តអីវាយឲ្យឈាមមាត់ហ្មងហើយហ៊ុនសែននិយាយថារឿងប្រទេសគេដតីទៀតធ្វើពាណិជ្ជកម្មមួយចិនទទួលជំនួយពីចិនធ្វើអីមួយចិនណាគ្មានដែរណាជេប៉ុន្តែហ៊ុនសែនវិញនាំគ្នាជេអាចុយម្រាយឯងនឹងគ្រាន់ថាគេធ្វើការជាមួយចិនគេធ្វើ business មួយចិនណាគឺតែ business ឯងគេអត់មានតែត្រពងអាចិននឹងទេណាគេមិនដែលយកចិននឹងធំជាងប្រទេសខ្លួនឯងគេមិនដែលយកប្រជាពលរដ្ឋចិននឹងធំជាងប្រជាពលរដ្ឋរបស់ប្រទេសគេទេតែអាគេបាញ់ឯមួយនេះធ្វើ business ត្រពងគេយកប្រជាពលរដ្ឋគេធំជាងប្រជាពលរដ្ឋខ្លួនឯងណាមហាមិត្តអាចុយម្រាយឯនេះវាធំជាងប្រទេសកម្ពុជាទៀតរាល់ថ្ងៃនេះសង្ឃថាអធិបតេយ្យភាពរបស់កម្ពុជាទាំងប្រមាណណាយកទៅដាក់ក្រុមបាត់ជើងអាមិត្តចិនចុយម្រាយរបស់ហ៊ុនសែនហ្នឹងហ្មងណាខ្ញុំសូមនិយាយអញ្ចឹងណាហ្នឹងហើយស្អីគេសវណ្ណរិទ្ធីនេះណាបានខ្ញុំថាបើសិនជាសមត្ថកិច្ចឯងចាប់សវណ្ណរិទ្ធីទៅដាក់គុកសវណ្ណរិទ្ធីហ្នឹងមិនមែនមនុស្សក្នុងគណៈបកប្រឆាំងទេកន្លងមកពេលដែលខ្ញុំនិយាយភាគច្រើនខ្ញុំការពារឲ្យគណៈបកប្រឆាំងណាប៉ុន្តែក្នុងឱកាសនេះសវណ្ណរិទ្ធីមិនដែលការពារខ្ញុំសវណ្ណរិទ្ធីមិនដែលការពារគណៈបកប្រឆាំងប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នាខ្ញុំនិយាយនេះគឺខ្ញុំចង់រកតម្លាភាពឲ្យសវណ្ណរិទ្ធីហ្នឹងអញ្ចឹង
គាត់គ្មានបានធ្វើអ្វីខុសទេអ្វីដែលគាត់សរសេរនៅក្នុងเพจគាត់គឺគាត់និយាយតាមសម្ដីបោះសម្ដេចពុកអាគុកហ៊ុនសែនតែប៉ុណ្ណោះណាគឺសម្ដេចពុកអាគុកហ៊ុនសែនហ្នឹងបាននិយាយថាអញ្ចេះណានេះនៅក្នុងเพจរបស់សវណ្ណរិទ្ធីហ្នឹងគាត់សរសេរបងប្អូនណានេះគាត់ដាក់រូបអ្នករត់ម៉ូតូមួយអញ្ចឹងអង្គុយអញ្ចឹងហើយគាត់សរសេរកលោបងប្អូនមើលមិនឃើញណាខ្ញុំអានឲ្យបងប្អូនស្ដាប់គាត់សរសេរថាសម្ដេចហ៊ុនសែនបើអ្នកគាត់សម្ដេចហ៊ុនសែនហើយគាត់ចុច2គាត់ដាក់សញ្ញាភ្នែកមន់ហ្នឹងចាគាត់ថាបើអ្នករត់ម៉ូតូដុបខ្សែធនលក់ម៉ូតូចាយសិនទៅរដ្ឋាភិបាលគ្មានលទ្ធភាពជួយទេសម្ដីហ្នឹងគឺសម្ដីរបស់អាសម្ដេចពុកអាគុកហ៊ុនសែនហ្នឹងជាអ្នកនិយាយហើយគ្រាន់តែគេយកមកទៅសេតាមសម្ដីរបស់អាគុកហ្នឹងហេតុអីបានចាប់គេដាក់គុកបានចាប់គេអញ្ចឹងមកខ្ញុំចង់ប្រាប់ថាអញ្ចេះខ្ញុំប្រាប់ទៅសមត្ថកិច្ចរបស់ហ៊ុនសែនឯងថាបើសិនចាប់សវណ្ណរិទ្ធីដាក់គុកគ្រាន់តែនិយាយប្រើពាក្យនឹងតាមហ៊ុនសែននិយាយប៉ុណ្ណឹងណាបានន័យថាពួកសមត្ថកិច្ចឯងហ្នឹងត្រូវតែចាប់ហ៊ុនសែនទៅដេកគុកកំដរសវណ្ណរិទ្ធីនៅក្នុងគុកដែរណាខ្ញុំសូមជម្រាបចឹងណាពីព្រោះសម្ដីនេះគឺជាសម្ដីរបស់ហ៊ុនសែនណាអញ្ចឹងបងប្អូនដឹងហ៎កាលលើកមុនណាអារឿងដី40ហិកតាថាហេតុអីចាហេតុអីបានសវណ្ណរិទ្ធីហ្នឹងចាផេកល្បីនៅក្នុងស្រុកខ្មែរដែលយកព័ត៌មានចែកចាយចែកម្លែកហ្នឹងហេតុអីរឿងដី40ហិកតានាំគ្នាស្ងាត់ឲ្យឈឹងអញ្ចឹងគាត់និយាយមួយម៉ាត់ណាចាគួរតែយល់ពីអត្ថន័យរបស់គាត់ដែរឆន្ទៈសិទ្ធិសេរីភាពក្នុងការនិយាយស្ដីនៅស្រុកខ្មែរគឺ0បើយើងនិយាយត្រពងគេអ្នកឯងរស់បើយើងនិយាយពីរឿងក្តិតគេកើតស្រែហ្នឹងគឺអ្នកឯងត្រូវតែជាប់គុកហើយនឹងស្លាប់ណាអញ្ចឹងអានឹងដី40តាដីអីហ្នឹងគឺសិតតែជាចំណុចតម្បើរបស់រដ្ឋាភិបាលដូច្នេះហើយយើងចុចឲ្យគ្នានិយាយបានន័យថាយើងបង្ខំឲ្យគ្នាចូលគុកហើយណាដូច្នេះទៅមានតែអ្នកនៅខាងក្រៅស្រុកទេដែលហ៊ាននិយាយការពិតដែលហ៊ានជេរអាខ្វាក់ហ៊ានជេរអាគុកអីហ្នឹងហើយការដែលជេរហ្នឹងដូចខ្ញុំនិយាយអញ្ចឹងចាគឺគេបញ្ចេញនៅភាពឈឺចាប់ពាក្យជេរបងប្អូនណាពាក្យជេរគ្រូអត់បានបង្រៀនទេវប្បធម៌ជេរគ្រូអត់បានបង្រៀនទេប៉ុន្តែហេតុអីបានខ្មែរចេះជីដូនជីតាខ្មែរមកចាគឺប្រើពាក្យជេរនៅពេលដែលគាត់ខឹងជាមួយមនុស្សណាម្នាក់គាត់ជេរមនុស្សណាដែលអាក្រក់ទូរយុះអប្រិយអានឹងគេប្រើភាសាជេរហើយមិនមែនជេរអាភាសាជេរហ្នឹងកើតមកចំនួនអាប់ដេតចំនួន Facebook ហ្នឹងទេចាពាក្យជេរប្រមាណហ្នឹងគឺវាមានពីចំនួនរាប់សតវត្សមកហើយពីដូនពីតាយើងមកហើយគឺសម្រាប់ជេរមនុស្សអាក្រក់សម្រាប់ជេរមនុស្សដែលយើងខឹងណាអញ្ចឹងបើអ្នកឯងមិនទទួលស្គាល់ពាក្យជេរពាក្យប្រមាថអីស្រេចតែឯងចោះណាបើឈួតមិនចេះជាហើយឈួតមិនចេះជាតែឯងចោះប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងថាខ្ញុំមិនដែលជេរមនុស្សល្អប៉ុន្តែមនុស្សប្រភេទហ្នឹងឯងយើងទៅសើធ្វើអីយើងលើកស្ទួយវាធ្វើអីណាហ្នឹងហើយហើយរឿងនេះទៀតរឿងបងប្អូនប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី150នាក់មែនទេនៅម៉ាឡេស៊ីហ៊ុនសែនណារាល់ថ្ងៃគេកំពុងមានមោទនភាពថាការដែលគេសម្រេចចិត្តអត់យកនិស្សិតចិននៅនិស្សិតខ្មែរនៅស្រុកចិនមកស្រុកវិញឥឡូវហ្នឹងគេមានមោទនភាពដោយសារនិស្សិតទាំងអស់ហ្នឹងអត់មានអ្នកណាមួយទទួលគ្រោះថ្នាក់ទេបើសិននិស្សិតនឹងទទួលគ្រោះថ្នាក់វិញគេជេរហ៊ុនសែនងាប់គេជេរហុកងាប់ណាហ្នឹងហើយប៉ុន្តែខ្ញុំសូមជម្រាបថាចេះពួកនិស្សិតនឹងផ្សេងគាត់ចង់មកប៉ុន្តែដោយសារហ៊ុនសែននឹងយកលុយតំបិតមាត់អ្នកឯងនៅទៅណាខ្ញុំផ្ដល់ប្រាក់អាហារូបករណ៍ឲ្យអ្នកឯងសាលារៀនគេមានបាយឲ្យអ្នកឯងញ៉ាំចាគេមានបាយឲ្យអ្នកឯងញ៉ាំហើយខ្ញុំថែមម្នាក់$500ឲ្យនៅពីលើទៀតចាហើយគេមានការ take care ត្រឹមត្រូវណាអូខេខ្ញុំអត់មានបញ្ហាទេពួកគណៈបកប្រឆាំងអត់មានបញ្ហាទេឲ្យតែធ្វើម៉េចឲ្យតែប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះនឹងបានផុតគ្រោះទៅពីព្រោះគាត់គឺជាខ្មែរពួកខ្ញុំធ្វើគឺដើម្បីខ្មែរទេមិនមែនធ្វើដើម្បីចង់ឈ្នះហ៊ុនសែនទេពួកខ្ញុំធ្វើគឺដើម្បីចង់ឃើញខ្មែរមានសេចក្តីសុខតែប៉ុណ្ណោះបើសិនជាហ៊ុនសែនធ្វើឲ្យខ្មែរមានក្តីសុខពួកខ្ញុំក៏លែងហត់លែងលំបាកប្រឆាំងនឹងហ៊ុនសែនទេដែរខ្ញុំសូមជម្រាបអញ្ចឹងណាគណៈបកប្រឆាំងក៏ដូចគ្នាដែរ
គឺធ្វើរាល់ថ្ងៃគឺដើម្បីចង់ឲ្យឃើញខ្មែរមានក្តីសុខតែប៉ុណ្ណោះបើហ៊ុនសែនចេះធ្វើឲ្យខ្មែរមានសេចក្តីសុខមានប្រជាធិបតេយ្យពិតប្រាកដដូចនៅស្រុកគេគណៈបកប្រឆាំងក៏មិនមានអីប្រឆាំងមិនមានអីចំទាស់ទៀតដែរណាប៉ុន្តែដោយសារអ្នកឯងដឹកនាំវាអត់កើតណាខ្ញុំសូមនិយាយអញ្ចឹងបើយើងនិយាយប្រៀបធៀបពីនិស្សិតនៅចិនហើយនឹងពីបងប្អូនពលករនៅម៉ាឡេស៊ី150នាក់ហ្នឹងគឺខុសគ្នាណាពួកគាត់ចង់វិលត្រឡប់មកប្រទេសវិញពួកគាត់ចង់វិលត្រឡប់មកប្រទេសវិញពីព្រោះគាត់អត់មានអ្នកណាឧបត្ថម្ភគាត់ទេណាអ្នកតែ150នាក់ហ្នឹងអត់មានអ្នកណាឧបត្ថម្ភគាត់ហើយគាត់នៅក្នុងក៏អត់មានការងារធ្វើដែរហើយការដែលគាត់ចង់វិលត្រឡប់មកស្រុកវិញឯងខែងនៅស្រុកខ្មែរហ្នឹងមានគ្រូពេទ្យពិនិត្យតើមែនទេចាហើយគាត់ព្រមឲ្យគេពិនិត្យហើយគាត់ព្រមនៅកន្លែងមួយដែលដាច់ចេញពី family ឲ្យពេទ្យតាមព្យាបាលគាត់តើហេតុអីបានយើងអត់ទទួលយកហើយមានយកលេសថាបើសិនជាឲ្យពួកគាត់មកភ័យខ្លាចយកជំងឺមកចម្លងចាជំងឺមកចម្លងនៅស្រុកនេះចុះហេតុអីបានហ៊ុនសែនឲ្យបើកឲ្យអ្នកដតីប្រជាពលរដ្ឋដតីនៅបានចាឲ្យហូរចូលបានតាំងកប៉ាល់បើចិនវិញហ៊ុនសែនមិនដែលបដិសេធទេជើងយន្តហោះអីហ្នឹងគេស្រែកឲ្យបិទហ៊ុនសែនមិនខ្វល់ទេមិត្តចិនអាចុយម្រាយមិត្តចិនរបស់ហ៊ុនសែនហ្នឹងគឺខ្លាំងធំជាងអីបងអស់ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរហេតុអីណាអត់ខ្លាចគេថាហ៊ុនសែនឯងហ្នឹងទេអត់ខ្លាចគេថាហ៊ុនសែនឯងហ្នឹងដែលអីឬអាងពូជសាសហ៎ហាខ្ញុំសុំសួរអញ្ចេះបើពួកខ្ញុំស្អប់យួនណាអ្នកឯងនិយាយថាពួកខ្ញុំរើសអាងពូជសាសអូខេរើសអាងពូជសាសពីព្រោះអ្នកនោះជាជនជាតិដទៃប៉ុន្តែអាកំរុកហ៊ុនសែនឯងនេះរើសអាងពូជសាសដោយសារអ្នកនឹងជាពូជសាសខ្មែរហើយអាគេបាញ់ឯងនឹងជានាយករដ្ឋមន្ត្រីរបស់ខ្មែរហាចង់សួរអញ្ចេះហេតុអីបានរើសអាងពូជសាសខ្លួនឯងហាដូចមកអានរុកលោកកៃកាច់ហើយពួកគាត់មកនេះខេញហ៊ុនសែនអួតក្តែងក្តែងថាមានសន្តាគារចាសិតទៅសន្តាគារលំដាប់ផ្កាយ5ផ្កាយ10ទៅទៀតខ្ញុំឮហ៊ុនសែននិយាយអញ្ចឹងគេត្រៀមសន្តាគារសម្រាប់ឲ្យបងប្អូនដែលមានការសង្ស័យនឹងអ្នកពាក់ព័ន្ធជាមួយ COVID-19 ហ្នឹងឲ្យស្នាក់នៅក្នុងសន្តាគារហ្នឹងដើម្បីធ្វើការស៊ើបអង្កេតគ្រប់រយៈពេល14ថ្ងៃឬក៏លើសពី14ថ្ងៃឃើញតែគាត់អត់មានស្អីហើយបានបញ្ជូនឲ្យគាត់ទៅរស់នៅក្នុងវងមនុស្សធម្មតាណាចុះហេតុអី150នាក់ហ្នឹងមិនឲ្យគាត់ចូលមកក្នុងស្រុកខ្មែរហើយឲ្យគាត់នៅផ្ដាច់ខ្លួនអញ្ចឹងទៅណាហេតុអីមូលហេតុអីឆ្លើយមួយម៉ាត់មើលមែនគេចេះតែនិយាយមែនគេចេះតែប្រឆាំងទេប៉ុន្តែគេឃើញយើងនឹងវាភ្លើពេកបានគេនិយាយទៅគេលោវាភ្លឺប៉ុន្តែអាភ្លើឯងនេះពេលគេនិយាយវាមិនចេះភ្លឺទេវាខ្វាក់មកជីវិតហ្នឹងបានគេមិនដឹងថាធ្វើម៉េចណាខ្ញុំសូមនិយាយអញ្ចឹងអញ្ចឹងខ្ញុំនៅនិយាយហើយនិយាយទៀតសម្រាប់សមត្ថកិច្ចចាសមត្ថកិច្ចរបស់ខ្មែរហ្នឹងមុននឹងចាប់លោកសវណ្ណរិទ្ធីខ្ញុំឃើញដោយពួកប្រពន្ធគាត់មានផ្ទៃពោះផងហ៎ចាចាប់លោកសវណ្ណរិទ្ធីទៅដាក់ពន្ធនាគារហៅហ៊ុនសែនទៅកំដរពីប្រូតដោយសារតែអាសម្ដេចគុកអាគុកហ៊ុនសែនហ្នឹងបានសវណ្ណរិទ្ធីជាប់គុកបើអាសម្ដេចគុកអាគុកហ៊ុនសែនមិនប្រើពាក្យហ្នឹងលោកសវណ្ណរិទ្ធីហ្នឹងក៏មិនទៅសេពាក្យតាមហ៊ុនសែនហើយលោករិទ្ធីហ្នឹងក៏មិនជាប់គុកដែរប៉ុន្តែដោយសារអានឹងអាមេខ្លោងហ្នឹងវានាំអញ្ចឹងបានថាអាតកែគុកក៏អានឹងអាអ្នកចាប់គេដាក់គុកក៏អានឹងអាចៅក៏អានឹងគឺអានឹងណាអាគុកហ៊ុនសែនហ្នឹងតែម្ដងណាមិនបាច់ចាំសម្ដេចមិនបាច់ចាំតាសែនមិនបាច់អីខ្ញុំមិនមែនចៅតាសែនទេខ្ញុំសូមជម្រាបអញ្ចឹងណាហ្នឹងហើយបងប្អូនយល់ដូចខ្ញុំហ៎ហេតុអីបានចាប់គាត់ដាក់គុកពីប្រុសរិទ្ធីហ្នឹងគ្រាន់និយាយតាមតែពាក្យហ៊ុនសែននិយាយតែហើយសំឡេងរបស់ហ៊ុនសែនណាធ្វើសន្និសិទកសែតទៅសួរថាអញ្ចេះហ៊ុនសែនឯងពេលនិយាយម្ដងហ៊ុនសែនឯងមានគិតទេថាមនុស្សប្រមាណដែលគេស្ដាប់ហ៊ុនសែនឯងហ្នឹងហើយហ៊ុនសែនឯងយកអីមកនិយាយអញ្ចឹងថ្ងៃក្រោយក្នុងនាមយើងជាថ្នាក់ដឹកនាំមួយជាអនុយុរដ្ឋមន្ត្រីលើកើលីលើអីខ្ញុំមិនដឹងទេប៉ុន្តែខាងតាំងខ្លួនឯងជាថ្នាក់ដឹកនាំមួយសម្ដីខ្លួនឯងដែលចេញនិយាយមកត្រូវឲ្យតម្លៃទៅលើសម្ដីខ្លួនឯងផងណាគ្រាន់តែសម្ដីខ្លួនឯងគេគ្រាន់តែនិយាយតាមសម្ដីខ្លួនឯងក៏ចាប់គេដាក់គុកដែររាល់ថ្ងៃក្រោយទៅអ្នកណាគេហ៊ានធ្វើអីតាមហើយអាច្បាប់ដាក់ស្អីណាប្រកាសប្រទេសក្នុងគ្រាមានអាសន្នដូចគ្នាដែរគ្រាន់តែមិនទាន់បានប្រើច្បាប់ប្រកាសប្រទេសក្នុងគ្រាមានអាសន្នផងហ៊ុនសែនឯងចាប់ចង
ធ្វើទុកបុកម្នេញគេតាមអំពើចិត្តចុះបើសិនជាប្រកាសប្រទេសក្នុងគ្រាមានអាសន្នទៀតទេតើយកអាច្បាប់នឹងទៅធ្វើបាបប្រជាពលរដ្ឋដល់ប៉ុណ្ណាទៀតរឿងផាករឿងវិន័យខ្ញុំពេញចិត្តណាស់សម្រាប់អីសម្រាប់ជនល្មើសប៉ុន្តែនៅក្នុងស្រុកខ្មែរចានៅក្នុងស្រុកគេបង្កើតច្បាប់ពិន័យសម្រាប់ជនដែលល្មើសច្បាប់ប៉ុន្តែនៅក្នុងស្រុកខ្មែរវិញបងប្អូនណាបង្កើតច្បាប់ដើម្បីផាកពិន័យសម្រាប់មនុស្សស្លូតត្រង់ដូច្នេះទៅគេខ្លាចណាស់អាច្បាប់ហ៊ុនសែនហ្នឹងច្បាប់ហ៊ុនសែនហ្នឹងគឺគេខ្លាចហ្មងណាខ្ញុំសូមជម្រាបអញ្ចឹងហើយអញ្ចឹងខ្ញុំឃើញមួយទៀតដែរបងប្អូនណាដោយសារខ្ញុំមិនសូវមានពេលនិយាយច្រើនទេអញ្ចឹងខ្ញុំឃើញខ្ញុំចេះសេវទុកថានៅពេលណាដែលខ្ញុំមានឱកាសចាខ្ញុំនឹងយកមកសរុបនិយាយប៉ុន្តែឥឡូវនេះមិនដឹងសេវទុកនៅណាទេបានសេវអត់ទេនេះអត់ឃើញទេណាចាមួយទៀតបងប្អូនណាអញ្ចឹងអារឿងពិន័យរឿងច្បាប់រឿងចរាចរណ៍នៅស្រុកខ្មែរហ្នឹងបងប្អូនសុំខ្លាចចាបើហ៊ុនសែនឯងបង្កើតច្បាប់ឲ្យរៀនមើលច្បាប់នៅខាងប្រទេសលោកខាងលិចផងកុំចេញច្បាប់លើកើមកពេកប្រជាពលរដ្ឋខ្មែរងាប់ហើយឲ្យតែយ៉ាងហ្នឹងណានេះច្បាប់មួយទៀតបងប្អូនណាច្បាប់ចរាចរណ៍ហ្មងចាមិនដឹងច្បាប់ចរាចរណ៍នេះរៀបចេញពីអាចុយមរាយណាមកទៀតខ្ញុំអត់ដែលឃើញទេនៅលើលោកនេះណាបងប្អូនណាបងប្អូនចាំមើលដឹងអាចុយមរាយណាអ្នករៀបចំចរាចរណ៍អញ្ចឹងឯងណាបងប្អូនឃើញផ្លាកអីគេនេះឃើញផ្លាកនេះហ៎អាផ្លាកក្រហមហ្នឹងឃើញនេះនេះថតទេបងតម្លៃតិចជាប់ហ៎ឃើញទេស្ដីអ្នកមើលនេះសកម្មភាពប៉ូលីសកំពុងតែផាកណាប៉ុន្តែផាកកន្លែងហ្នឹងគឺផាកជីបច្រាស់អសង្តនិកណាក៏ប៉ុន្តែផ្លាកដែលគាត់ដាក់ហ្នឹងគឺនៅក្នុងហើយព្រាកច្រើនក្មេងៗគាត់ជិះម៉ូតូទៅមកគាត់ដឹងតែសម្រាប់ចាស់គាត់អត់សូវដឹងទេចាស់ណាគាត់អត់សូវដឹងទេគាត់ជីភាកច្រើនគឺបច្រាស់ចាស់ដូចជាម៉ែខ្ញុំអីគាត់កំពុងតែជាប់ហើយគាត់បងអស់ 25,000 ហើយថ្ងៃហ្នឹងក៏លួចបានប្រហែលជាអត់ចំណេញប៉ុណ្ណឹងទេបងមើលផ្លាកគឺនៅបងប្អូនមើលផ្លាកគឺនៅកប់ហ្នឹងគាត់អត់មានយកជុលទេថែមទាំងឥឡូវអីបាទបងប្អូនឯងឃើញទេមិនដឹងអាចុយមរាយណារៀបចំច្បាប់ចរាចរណ៍នៅស្រុកខ្មែរហ្នឹងណាហ្នឹងហើយបងប្អូនឃើញផ្លាកអីនេះផ្លាកចរាចរណ៍មកយកទៅដោតកន្លែងមនុស្សនៅមុខតូបមនុស្សលក់អញ្ចឹងសួរថាអញ្ចេះចរាចរណ៍ហ្នឹងធ្វើដើម្បីអីប្រើប្រាស់ឲ្យមនុស្សសម្រាប់ជិះម៉ូតូនៅផ្លូវហ្នឹងមើលចាឬក៏ធ្វើសម្រាប់នៅចាំផ្លូវអ្នកសម្រាប់អ្នកដើរមើលអញ្ចឹងមិនថាណាស្រុកខ្មែរមានច្បាប់ដែរតែវាចេញច្បាប់ចុយមរាយប្រឡាំងកាសមកអញ្ចឹងហ្មងណាច្បាប់ហ្នឹងគឺថាបើយើងនេះគេថា do not enter យើងមិនឲ្យយើងចូលហាមមិនឲ្យយើងចូលទេសញ្ញាហ្នឹងបងប្អូនណាចាប៉ុន្តែនេះវាយកទៅដោតនៅកន្លែងមុខកន្លែងគេលក់ហើយនេះចាំផ្លូវនេះកន្លែងនេះម្លែងមនុស្សមានបើកបរគឺកន្លែងយើងចតម៉ូតូចតអីហើយចុះគាត់ជិះនឹងថ្នល់ខាងនោះរឿងអីគាត់មកមើលឃើញផ្លាកនៅកន្លែងនេះហាបើអ្នកណាគេមើលផ្លាកនៅត្រង់នេះក៏ត្រូវឡានបុកងាប់នៅនោះដែរពីព្រោះភ្នែកមកមើលផ្លាកនៅឯណែនៅក្នុងតូបគេលក់នេះណានឹកខ្ញុំសូមជម្រាបបងប្អូនជួយពិចារណាមើលហើយផ្លាកអញ្ចឹងច្បាប់ចរាចរណ៍នៅស្រុកខ្មែរបងប្អូនមើលនេះវាមកដោតផ្លាកនៅមុខកន្លែងលក់ទូរស័ព្ទណាហើយដល់ពេលវាផាកវាទៅផាកលើមនុស្សជិះម៉ូតូនៅផ្លូវនោះវាដែលមានដែរអញ្ចឹងមកខ្ញុំចង់និយាយថាអាចុយមរាយណារៀបច្បាប់ចរាចរណ៍នៅស្រុកខ្មែរនេះបងប្អូនជួយពិចារណាមើលដែលមានអត់ណាមើលនេះឥឡូវឃើញផ្លាកចរាចរណ៍គេទេហើយពីណីចាំមកខ្ញុំចង់ជម្រាបថាចេះច្បាប់នៅស្រុកគេបើយើងធ្វើខុសច្បាប់ពីណីហើយយើងអត់មានតវ៉ាមានសិទ្ធតវ៉ាទេឲ្យគេទៅពីព្រោះគេរៀបចំច្បាប់គឺត្រឹមត្រូវណាស់សុក្រិតយុត្តិធម៌ណាស់នៅស្រុកគេប៉ុន្តែនៅស្រុកខ្មែរអញ្ចឹងដែលគេខ្លាចច្បាប់អាពួកអាសង្គមរបបឈួតនៅស្រុកខ្មែរអារបបទីក្រុងភ្នំពេញហ្នឹងចេញច្បាប់មកគឺច្បាប់លើកើអាចុយមរាយវាមិនដែលមានច្បាប់ផ្លាកចរាចរណ៍ណាយកមកដោតកន្លែងអ្នកលក់ដូរចានៅពីមុខមកកន្លែងមនុស្សដើរអញ្ចាំផ្លូវកន្លែងមនុស្សដើរហើយបើសិនជាអញ្ចឹងចានៅកន្លែងមនុស្សដើរផ្លាកដែលដោតកន្លែងមនុស្សដើរគឺគេពិន័យសម្រាប់តែមនុស្សដើរទេណាបើសិនគេចង់ឲ្យអ្នកដែលប្រើប្រាស់ចរាចរណ៍បើកនៅលើដងផ្លូវឃើញគេមិនមែនមកដោតនៅលើអញ្ចាំកន្លែងអាខាងក្នុងតូបមនុស្សលក់អញ្ចឹងទេណាបងប្អូនចាំមើលនេះលក់ដូរអីគឺជាដេញញ៉ាត់បានប៉ុណ្្នឹងឯងមួយថ្ងៃនៅក្នុងក្រុមសញ្ញាផ្សារហ្មងបងប្អូននេះក្រុមសញ្ញាផ្សារឃើញនៅនេះនេះផ្លាកទៅផ្ទះម៉ែចាំកូនដែរទៅនេះផ្លាកចរាចរណ៍គេបងប្អូនជួយមើល25,000គាត់ប្រាប់ថានឹងគាត់យកបទុបថយហើយលើក្រោយគាត់យកច្រើនជាងនឹងទៀតគាត់អាចយកនឹងច្រើនជាងនឹងទៀត
កំពង់ធំយើងតែម្ដងផ្សារកំពង់ធំណាផ្លូវចូលតូបកងហេងលក់សភៅស្គាល់ទេបងប្អូនចឹងណាមើលផ្លាកកប់គឺអត់មានមើលឃើញទេហើយដូចចាស់អីគាត់មិនដឹងគាត់ជិះមកគាត់អត់ដឹងទេគាត់ធ្លាប់ជិះយូរគាត់ជិះមកម្ដងចឹងវាជាប់នៅហ្នឹងណាហើយអត់មានយកយល់បទុបថយអីទេគឺ 25,000 សម្រាប់រឿងច្បាប់ហ្នឹងមិនបាច់យកបទុបថយទេណាមិនបាច់យកបទុបថយទេឲ្យតែធ្វើទៅត្រូវច្បាប់ប៉ុន្តែបងប្អូនអានេះមកដោតចុះអានេះបើនៅស្រុកគេបងប្អូនណាបើនៅខាងស្រុកបរទេសវិញកាណាដាឬក៏អាមេរិកវិញផ្លាកនេះគឺមិនមែនដោតសម្រាប់មនុស្សបើកបរនៅលើដងផ្លូវទេចាគឺបើកបរសម្រាប់មនុស្សដើរចាពីព្រោះដោតនៅក្នុងសញ្ញាផ្សារបានន័យថាមនុស្សហ្នឹងហាមមិនឲ្យដើរនៅក្នុងចូលមកទិសហ្នឹងឯងចូលមកក្នុងប្រឡោះច្រកផ្សារហ្នឹងទេអាហ្នឹងបើសិនបរទេសវិញគេគិតថាអញ្ចឹងគេមិនមែនគិតថាផ្លាកហ្នឹងដោតសម្រាប់អ្នកដែលជិះបើកបរនៅលើដងផ្លូវឯងពីព្រោះវាឆ្ងាយពីផ្លូវខ្លាំងពេកមកក្រោមសញ្ញាផ្សារបងប្អូនគិតមើលអាណាយកផ្លាកមកដាក់អញ្ចឹងនេះបងប្អូនឃើញសញ្ញាផ្សារនេះឃើញសញ្ញាផ្សារហើយវាយកផ្លាកមកដោតនៅក្រោមសញ្ញាផ្សារហើយឲ្យអ្នកជិះម៉ូតូជិះឡាននោះមើលឃើញណាហើយទៅបណ្ដៃអ្នកជិះម៉ូតូជិះឡានឯនោះហ្នឹងអាត្រង់ហ្នឹងឯងបងប្អូនជួយពិចារណាមើលថាម៉េចណាវាប្រជ្រះសង់តនិចម៉េចចាហើយបងប្អូនអានឹងហើយច្បាប់ស្រុកខ្មែរចាខ្ញុំសង្វេគណាអញ្ចឹងហើយបានថាគេខ្លាចណាស់ច្បាប់អាខ្វាក់ហ្នឹងច្បាប់ហ៊ុនសែនហ្នឹងគេខ្លាចបំផុតបើស្រុកគេបង្កើតច្បាប់គេមិនដែលសូវមានអ្នកណាប្រតិកម្មទេពីព្រោះអីច្បាប់គេបង្កើតមកសម្រាប់តម្រង់ផ្លូវមនុស្សប៉ុន្តែសម្រាប់ប្រទេសអាខ្វាក់វិញច្បាប់បង្កើតមកគឺសម្រាប់សម្លាប់មនុស្សស្លូតត្រង់ដូច្នេះហើយគេខ្លាចណាស់រឿងច្បាប់ហ៊ុនសែនបង្កើតមកខ្ញុំសូមជម្រាបអញ្ចឹងណាគេខ្លាចមែនតើហ្មង